វាចាប្រាប់គេតិចមកយើងវាចាថា resistance ទាំង3តភ្ជាប់គ្នាជាសេរីបន្ទាប់មកគឺយើងអាចដាក់រូបមន្តគឺ air ស្មើ air on បូក air ដឺបូក air ត្រសួស្តីបងប្អូនទាំងគ្នាសូមស្វាគមន៍មកកាន់សាលាអ៊ីងហានថ្ងៃនេះអ្នកគ្រូមានលំហាត់មួយមកចែកជូនបងប្អូនទាំងអស់គ្នាអញ្ចឹងយើងកលេចមកមើលលំហាត់របស់យើងមកលំហាត់របស់យើងគេមានសៀវគ្វីអគ្គិសនីដោយរូបខាងក្រោមអញ្ចឹងគឺគេឲ្យរូបភាពមកយើងបន្ទាប់មកសំណួរកគឺគេឲ្យគណនា resistance សរុបនៃបង្គំសមាមូលហើយសំណួរខវិញគឺគេឲ្យគណនាអង់តង់ស៊ីតេចរន្តសមាមូលអញ្ចឹងមុននឹងអាចគណនាបានគឺយើងត្រូវដឹងថាសៀវគ្វីអគ្គិសនីយើងនឹងតជាខ្នែងឬតជាសេរីសិនដើម្បីយើងអាចប្រើប្រាស់រូបមន្តឲ្យបានត្រឹមត្រូវអញ្ចឹងយើងមើលរូបភាពមករូបភាពរបស់យើងគឺជាសៀវគ្វីអគ្គិសនីតជាសេរីអញ្ចឹងយើងអាចប្រើរូបមន្តសៀវគ្វីអគ្គិសនីតជាសេរីបានអញ្ចឹងយើងដាក់ចម្លើយមកសំណួរកគឺគណនា resistance សរុបនៃបង្គំសមាមូលមានន័យថារក resistance សរុបចំពោះលំហាត់ដែលគេអត់ប្រាប់ថាសៀវគ្វីនឹងតជាខ្នែងឬតជាសេរីយើងវាចាប្រាប់គេតិចមកយើងវាចាថា resistance ទាំង3តភ្ជាប់គ្នាជាសេរីបន្ទាប់មកគឺយើងអាចដាក់រូបមន្តគឺ air ស្មើ air on បូក air ដឺបូក air ត្របន្តមកទៀតយើងដាក់បំរាប់ដោយ air on ហ្នឹងគឺស្មើ100អូមផ្អែកទៅតាមរូបភាពនៅខាងលើ air on 100អូម air ដឺគឺ300អូមហើយ air ត្ររបស់យើងគឺ50អូមបន្ទាប់ពីយើងដឹងតម្លៃហើយគឺយើងអាចចំនួនចូលទៅរូបមន្តខាងលើនេះបានហើយអញ្ចឹង air on គឺចំនួនដោយ100អូម air ដឺចំនួនដោយ300អូមហើយ air ត្ររបស់យើងគឺចំនួនដោយ50អូមអញ្ចឹងយើងគណនាលេខទាំង3ហ្នឹងមកគឺចម្លើយរបស់យើងគឺឃើញ450អូមបន្តមកទៀតគឺអូនដាក់ដូចនេះ resistance សរុបនៃបង្គំសមាមូលគឺ450អូមបន្តមកទៀតគឺសំណួរខគឺគណនាអង់តង់ស៊ីតេចរន្តសមាមូលចឹងរូបមន្តអង់តង់ស៊ីតេចរន្តសមាមូលគឺ E ស្មើ V នៅលើ air ដែល V ហ្នឹងគឺជាតង់ស្យុង air គឺជា resistance ចំពោះតម្លៃ V 9V ហ្នឹងគឺអ្នកគ្រូយកចេញពីរូបភាពគឺរូបភាពរបស់យើងគឺតង់ស្យុងមានតម្លៃ 9V ហើយ air សរុបគឺអ្នកគ្រូយកចេញពីចម្លើយកដែលយើងគណនារកឃើញមុនហ្នឹងអញ្ចឹងគឺយើងអាចចំនួនចូលទៅក្នុងរូបមន្តរបស់យើងបានហើយកន្លែង V គឺចំនួនដោយ 9V កន្លែង air គឺចំនួនដោយ450អូមអញ្ចឹងយើងធ្វើការគណនាយក9ចែកនឹង450គឺចម្លើយឃើញ 0.02 អាំពែបន្ទាប់មកទៀតអូនទាំងអស់គ្នាដាក់ដូចនេះមកអង់តង់ស៊ីតេចរន្តសមាមូលគឺ 0.02 អាំពែចឹងលំហាត់របស់យើងដល់ទីបញ្ចប់ហើយបើសិនជាអូនមានចម្ងល់អីអាចតម្លាក់ចូលក្នុង comment បាន